ម៉ោងនេះតាមបណ្ដោយព្រំដែនខ្ញុំនិយាយខេតតែម្ដងបងប្អូនបើសិនជាយើងនិយាយចំណុចគោលដៅមួយវាច្រើនណាស់បាទវាច្រើនណាស់វាចូលជាង30 40គោលដៅចា៎បាទប៉ុន្តែយើងនិយាយខេតបានន័យថាពីខេតព្រះវិហារឧត្តរមានជ័យបទីមានជ័យបាត់ដំបងបាទនិងពោធិ៍សាត់ចា៎បាទនៅតែកោះកុងមួយទេចា៎អញ្ចឹងផ្ទុះបាទសង្គ្រាមផ្ទុះតាមព្រំដែនហ្នឹងគឺបានកើតឡើង6ខេត្តនេះរួចជាស្រេចទៅហើយអញ្ចឹងយើងសល់តែ2ខេត្តទេគឺកោះកុងហើយនិងបៃលិនបាទហ្នឹងហើយនៅ4បានន័យថា5ខេត្តផ្ទុះហើយចាចាបាទផ្ទុះហើយយើងមិនចាំបាច់និយាយថាអ្នកណាអ្នកចាប់ផ្ដើមទេប្រិមិត្តអញ្ចឹងមិនសិនមិញលោកអ្នកបានដឹងហើយគឺពួកឈ្លានពានសៀមនេះគឺគេតែងតែបង្កើតរឿងមុនយើងបង្កហេតុមុនយើងបង្ករឿងមុនយើងបាទក៏រឿងមុនយើងឥឡូវម៉ោងកំពុងតែខ្ញុំនិយាយនេះគឺម៉ោងខ្ញុំនិយាយកំណត់ម៉ោងឲ្យច្បាស់ដើម្បីឲ្យបងប្អូនយើងដឹងបាទកុំឲ្យស្ដាប់ទៅវាខេងលោវាខេងលោមើលនៅក្នុង Facebook ពេលខ្លះអត់ដឹងថាខ្ញុំកំពុងនិយាយព្រោះឥឡូវខ្ញុំកំពុងនិយាយចា៎បាទឥឡូវគិតត្រឹមម៉ោង8 និង 3 នាទីនេះខ្ញុំនិយាយពីពោធិ៍សាត់ដោយសារពោធិ៍សាត់ទំផ្ទុះព្រឹកមិញចា៎ពោធិ៍សាត់នៅថ្មដាបាទអូភ្លុកតម្រៃបាទចាប់ដើមផ្ទុះកាលពីព្រឹកមិញគឺបានន័យថាទាហានសៀមគេផ្លោងចូលទៅមកតែម្ដងបាទចាប់ដើមបើកភ្នែកម៉ោង4:75ផ្លោងចូលមកតែម្ដងបាទហើយមកដល់ម៉ោងនេះបែរជាទទួលបានសេចក្តីរាយការណ៍ពីក្រុមការងារយើងមកថាដូចជាផ្លោងចូលនៅកាស៊ីណូលោកអាជ្ញាធិភាពមួយបាទដែរចា៎ចូលផ្ទុះនៅក្នុងកាស៊ីណូនឹងមួយបាទភាគច្រើនថៃយកលេសបោះគប់បាញ់សម្ដៅលើកាស៊ីណូហើយយកលេសថាយើងមានទុកសភាវុធនៅក្នុងកាស៊ីណូហ្នឹងបាទចា៎អញ្ចឹងឲ្យបងប្អូនជាបរិវត្តរបស់យើងទាំងក្នុងនិងក្រៅប្រទេសដឹងអំពីសភាពការតាមព្រំដែនគឺនៅពោធិ៍សាត់ថ្មដាហ្នឹងគឺផ្ទុះហើយតាំងពីម៉ោង5ទៀបភ្លឺបាទហើយឥឡូវនេះប្រជាពលរដ្ឋរបស់យើងនៅតំបន់ស្រុកវាលវែងទាំងមូលហ្នឹងកំពុងតែចន្លៀសចេញមកក្រោយហើយបាទចេញមកក្រោយហើយឥឡូវនេះនៅថ្មដាហ្នឹងកម្រិតដែលប្រើប្រាស់កំភ្លើងផ្លោងហ្នឹងគឺឥឡូវឈានដល់ដ្រូនទម្លាក់គ្រាប់បែកទៅទៀតបាទនេះនៅខាងចកថ្មដាអូភ្លុកដំរីបាទសូមឲ្យបងប្អូនជ្រាបជាដំណឹងតាមដំណាក់កន្លែងហ្នឹងនាងខ្ញុំសូមកាត់បន្តិចដោយសារអីច្រកថ្មដាកន្លែងអូភ្លុកដំរីហ្នឹងមានការបាញ់ពីភាគីថៃត្រឹមតែប្រហែលម៉ោងទេបន្ទាប់ពីខាងថៃនោះប្រកាសឲ្យប្រជាពលរដ្ឋនៅខេត្តត្រាត់ជំនះខ្លួនចេញចឹងខេត្តហ្នឹងវានៅឈោមទល់មុខគ្នាជាប់កោះកុងផងជាប់ជាមួយនឹងពោធិ៍សាត់របស់យើងផងចឹងបើតាមមើលគម្រោងការហ្នឹងឲ្យតែប្រកាសជំនះចេញខេត្តទល់កន្លែងណាគឺចាប់ផ្ដើមវាយបោះមកលើយើងហ្នឹងតែម្ដងបាទចា៎បាទនេះនៅខាងទិសខេត្តពោធិ៍សាត់ខេត្តបាត់ដំបងនៅសំពៅលូនពីម្សិលមិញគេផ្លោងចូលប៉ុន្តែសម្រាប់ព្រឹកនេះអត់ទាន់ទទួលព័ត៌មាននៃការផ្ទុះបន្តទៀតទេចា៎បាទនេះនៅខាងខេត្តបាត់ដំបងបៃលិនក៏អត់ទាន់អីដែរកោះកុងក៏មិនទាន់អីដែរប៉ុន្តែស្ថិតក្នុងការប្រុងជើងការខ្ពស់បំផុតចា៎ងាកមកប្រទេសមានជ័យខ្ញុំដេញតាមខេត្តដែលជាប់ព្រំដែនគ្នាតែម្ដងដើម្បីឲ្យបងប្អូនតាមដានងាកមកខេត្តប្រទេសមានជ័យយប់មិញនេះការវាយប្រយុទ្ធផ្លោងទៅផ្លោងមកជាមួយនឹងកងទ័ពកម្ពុជារបស់យើងបានទប់ទល់នៅភូមិជោគជ័យព្រៃច័ន្ទរហូតដល់ម៉ោង9បានស្ងប់9យប់បានស្ងប់បាទស្ងប់ប៉ុន្តែមិនមែនថាស្ងប់ដាច់បើភ្លៀងថាដាច់តំណក់ឯងស្ងប់គ្រាន់តែវាញឹកញាប់ប៉ុន្តែមកមួយវើលរហូតដល់ម៉ោងបាន10ជាងហើយចា៎ម៉ោង11ពាក់ចិត្តពាក់កណ្ដាលទៀតមួយបាទអញ្ចឹងមកដល់ព្រឹកម៉ោង4ទៀតភ្លឺបន្តទៅទៀតឥឡូវនេះម៉ោងខ្ញុំកំពុងតែនិយាយហ្នឹងបាទ
នាទីដើរម៉ោង8 7នាទីហ្នឹងថ្ងៃទី9បាទខែធ្នូ2025ហ្នឹងឥឡូវព្រៃច័ន្ទជោគជ័យកំពុងតែបន្តទល់គ្នាចា៎បាទនៅកន្លែងចំណុចបលាលួសចំណុចរាយកង់ឡានហ្នឹងបងប្អូនតែប្រជាពលរដ្ឋរបស់យើងបានចាក់ចែងពីនោះអស់ហើយបាទឥឡូវកំពុងតែប្រយុទ្ធនៅទីនោះបាទសាលារៀនបិទអស់ហើយបាទបិទអស់ហើយបាទម្សិលមិញហ្នឹងក្រសួងអប់រំបញ្ជាក់ថាសាលារៀន377កន្លែងបិទសិស្ស18000នាក់រងផលប៉ះពាល់អត់បានរៀនសូត្រទេបាទចា៎ហើយសម្រាប់កងទ័ពរបស់យើងបានន័យថាម៉ោងនេះពេលនេះគឺការពារខ្លួនហើយតបតហើយបាទមានប្រមាណប្រើប្រាស់ហើយចា៎បាទព្រោះអស់ជំរឿព្រោះការឈ្លានពានមិនមែនត្រឹមតែជន់ជើងគឺឥឡូវជន់ក្បាលអស់មានជំរឿហើយគឺថ្នាក់ដឹកនាំរបស់យើងបានឲ្យបើកប្រតិបត្តិការទប់ទល់ហើយនឹងត្រូវតែការពារពូនភាពទឹកដីឲ្យបានចំណែកបងប្អូនប្រជាពលរដ្ឋនៅខាងប៉ោយប៉ែតព្រោះជោគជ័យព្រៃច័ន្ទនៅអូ3ជាន់នេះវាចម្ងាយពីទីតាំងនឹងទៅខាងទីប្រជុំជនប៉ោយប៉ែតប្រមាណជា20គីឡូចា៎បាទ20គីឡូម៉ែត្រប្រជាជននៅក្នុងប៉ោយប៉ែតបានចាក់ចេញមួយចំនួនប៉ុន្តែមិនទាន់ចាក់ចេញអស់ទេព្រោះតែបានចាក់ចេញតាំងពីយប់មកមួយចំនួនបន្តមកដល់ម៉ោងនេះក៏នៅតែមានការចាក់ចេញបន្តបាទប៉ុន្តែគាត់ថានៅទីប្រជុំជននៅប៉ោយប៉ែតអត់ផ្ទុះទេអត់ទាន់ផ្ទុះទេបងប្អូនយើងប្រើពាក្យថាមិនទាន់ផ្ទុះចា៎ប៉ុន្តែដោយសារតែវាបញ្ហាវាជាប់ព្រំដែននឹងតោះព្រោះឥឡូវទៅហ៊ានសៀមពួកឈ្លានពាននេះវាអត់មានគិតថាកន្លែងប្រជាពលរដ្ឋកន្លែងជនស៊ីវិលទេគាត់លេងទាំងអស់ចា៎បាទលេងគ្រប់កន្លែងហើយអត់មានគិតថាឥឡូវលេងនិយាយពីរឿងណែបកគូព្រំដែនវាស់វែងដល់កន្លែងណាហើយឲ្យលេងគិតអំពីផែនទីអស់ហើយបាទម៉ោងនេះអត់មានគិតផែនទីទេឡើយបងប្អូនចាម្សិលមិញនេះបាញ់ចូលមន្ទីរពេទ្យបាញ់ចូលផ្ទះរបស់ប្រជាពលរដ្ឋហើយនៅម៉ោង7:01រំលងអាទិត្យយប់មិញបានន័យថាម៉ោង12:59នាទីគឺយោធាថៃបើកការបាញ់ប្រហារនៅលើភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលប្រជាពលរដ្ឋគាត់កំពុងតែបើកឡានក្រុងតាមផ្លូវហ្នឹងទំនងជាអាចទៅដឹកជនភៀសខ្លួនចាអញ្ចឹងគឺត្រូវបានគ្រាប់របស់យោធាថៃបាញ់ទម្លាក់ត្រូវគាត់នៅលើផ្លូវ51ចាមនុស្ស2នាក់បានស្លាប់បាត់បង់ជីវិតហើយនៅសល់តែឡានចតចោលបើកភ្លើងនៅលើដងផ្លូវណាប្រិមិត្តចាបាទហើយឡានយប់មិញហ្នឹងបើតាមខ្ញុំទទួលព័ត៌មានពីកងទ័ពយើងនៅជួរមុខគាត់មានបំណងទៅយកជនជាតិចិនជនកម្មករបុគ្គលិកដែលធ្វើការនៅអូស្មាច់ចាកាស៊ីណូអូស្មាច់បាទទៅយកប៉ុន្តែត្រូវបានកំភ្លើងធំរបស់ពួកឈ្លានពានសៀមហ្នឹងផ្លោងមកចំឡានហ្នឹងតែម្ដងចាឡើងសុំតែប្រភេទdrone គ្រាប់បែកចាបាទប្រភេទdrone គ្រាប់បែកចាតែពិតតាមរូបភាពឡានទាំងពីរគ្រឿងហ្នឹងគឺសុះជុំវិញឡានទាំងអស់ហ្នឹងតែបាទចុះបើវាប្រើdrone គ្រាប់បែកដេញតាមចាដេញតាមអញ្ចឹងបានន័យថាចាប់សញ្ញាបានដេញតាមទម្លាក់យកហ្មងបាទហ្នឹងហើយបាទនេះមកដល់ជោគជ័យព្រៃច័ន្ទឥឡូវចេញពីជោគជ័យព្រៃច័ន្ទបន្តមកទៀតមកដល់ច្រកណែបឹងតគួនច្រកបឹងតគួនស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដដែលទេប៉ុន្តែស្ថិតក្នុងស្រុកថ្មពួកបងប្អូននៅច្រកបឹងតគួននេះគឺត្រូវបានផ្ទុះរហូតដល់ម៉ោង10ចិត្តពាក់កណ្ដាលទៀតដែរចា៎បាទផ្លោងរហូតមួយអញ្ចឹងបានន័យថាផ្ទុះហ្នឹងគឺនៅបឹងតគួនហ្នឹងគឺតាំងពីរសៀលមកម្លេះចា៎បាទប៉ុន្តែរហូតដល់យប់អញ្ចឹងបងទៅមកអញ្ចឹងទៅបាទអញ្ចឹងក៏ស្ងប់ចន្លោះម៉ោង2:10ម៉ោង1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង4:75ទៀតភ្លឺផ្លោងដាក់ទៀតបាទផ្លោងដាក់ទៀតអញ្ចឹងម៉ោងនេះទៅបឹងតគួនក៏កំពុងផ្ទុះដែរចា៎ពេលមិត្តបាទនៅបឹងតគួននៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យនឹងដែរតោះឥឡូវបន្តចេញពីបឹងតគួនថ្មពួកចូលមកដល់ទឹកដី
ខេត្តឧត្តរមានជ័យគឺច្រកជប់កគីជប់កគីតាំងពីម៉ោង4ទៀបភ្លឺដូចគ្នាបាទព្រោះជាប់ដៃតាំងពីម្សិលមិញប៉ុន្តែឥឡូវចង់និយាយថាចាប់ឡើងបន្តខ្លាំងគឺម៉ោង4ទៀបភ្លឺរហូតពីជប់កគីបូកចូលត្មងទៅជប់កគីមកតមន់តមន់មកនៅថ្មដូនមកតាកបីតាកបីមកនៅប្រាសាទខ្នាចាប្រាសាទខ្នាមកអូស្មៃចាបាទហ្នឹងមកជួរហ្នឹងបងប្អូនយប់មិញនេះតាំងពីម៉ោង4ទៀបភ្លឺប៉ុន្តែពីក្បាលល្ងាចរហូតដល់ម៉ោង2ទៅ10កដាលទៀតមួយរហូតបងប្អូនដែលវាផ្លោងមករហូតបាទផ្លោងមករហូតហើយព្រឹកមិញនេះគឺចាប់ពីម៉ោង4ទៀបភ្លឺមកវាផ្លោងរហូតហើយឥឡូវនេះយើងចាប់ផ្ដើមតបតដោយរុញច្រានតបឈ្លានពានដែលមានបំណងចេតនាចង់ឈ្លានពានយកដីដែលគេចង់បានកន្លងមកហ្នឹងបាទឥឡូវកំពុងតែទប់ទល់ហើយយប់មិញនេះមកទៀបភ្លឺនេះឮថាដូចជាយើងបានប្រើប្រាស់នៅប្រភេទអាវុធធនបាទដោយ M21 ទាំងព្រឹកនៅមកជួតមន់តាកបីនៅអូស្មាច់ហ្នឹងដោយសារតែថៃគេប្រើប្រាស់ឥឡូវមកដល់ម៉ោងនេះគឺគេប្រើប្រាស់យន្តហោះE16នឹងកំពុងតែរន្ធើនបងប្អូនដែលខ្ញុំពងនិយាយនេះគឺកំពុងរន្ធើនចាំវគ្គទី2ចាំខ្ញុំជួបជាមួយក្រុមការងារខ្ញុំតាមទូរស័ព្ទបន្តដើម្បីនិយាយអំពីស្ថានភាពដែលកំពុងតែវិវត្តចា៎នៅជួរមុខនោះខ្ញុំក្រុមការងារយើងបានបន្តព្រោះដោយសារកងទ័ពគាត់មិនអាចឲ្យតំណាក់តំណងដោយប្រព័ន្ធទូរស័ព្ទបានទេព្រោះគាត់កំពុងជាប់ដៃណាមួយដើម្បីជៀសវាងកុំឲ្យសត្រូវចាប់យកសញ្ញាបានចា៎បាទតែគាត់ក្រុមការងារខ្ញុំនៅនោះលុតលូនក្រាបជាមួយគេទៅចា៎បាទតែមិនមែនឲ្យចិត្តនៅជួរមុខទេបាទឆ្ងាយមកគ្រាន់តែទទួលដំណឹងឮសំឡេងផ្ទុះបាទឥឡូវហ្នឹងគឺម៉ោងហ្នឹងខ្ញុំកំពុងតែនិយាយហ្នឹងគឺផ្សែងពុលក៏វាកំពុងតែបាញ់គ្រាប់បាច់ប្រភេទនៅទម្លាក់ទៅលើ S10 យន្តហោះ S16 កំពុងតែបន្តម្សិលមិញមានបងប្អូនអ្នកសារព័ត៌មានក៏បានរងរបួសម្នាក់ដែរដូចជាខាងសារព័ត៌មានសេះសចាគាត់រងរបួសបាទឥឡូវចប់ពីខេត្តឧត្តរមានជ័យបងប្អូនដើរបន្តបងប្អូនណាទៅដឹងតាមលំដាប់ដោយអញ្ចឹងនៅឧត្តរមានជ័យនោះគឺប្រមាណតំបន់ដែលខ្ញុំបាននិយាយបាញ់មិញគឺកំពុងតែផ្ទុះអត់ទាន់មានស្លាកសានទេចាប៉ុន្តែជាប់សង្ងាំលងវែងព្រឹកមិញនេះខ្ញុំបានសាកសួរក្រុមការងារយើងតំណាក់នងនៅជួរមុខហ្នឹងគឺអត់ទាន់ផ្ទុះទេប៉ុន្តែវាបានបើក drone បាញ់ផ្សែងពុលចាបាទបាញ់ផ្សែងពុលនៅជាប់សង្ងាំបាទរួចហើយទៅបាត់ទៅប៉ុន្តែឥឡូវនេះនៅខាងជាប់សង្ងាំលងវែងអត់ទាន់អីទេបាទបាញ់ដល់គ្រាប់ផ្សែងពុលពីខាង drone សៀមនឹងហើយយើងងាកមកចូលទឹកដីខេត្តព្រះវិហារវាមានតំបន់ទីតាំងច្រើនចេញពីជាប់សង្ងាំទៅចូលទៅទឹកដីខេត្តព្រះវិហារគឺចូលដល់ស្រុកជាំខ្សាននឹងតែម្ដងចា៎ព្រោះស្រុកជាំខ្សានខេត្តព្រះវិហារជាស្រុកមួយក្តោបរួមព្រំដែនទាំងអស់ចា៎បាទអញ្ចឹងបងប្អូនខ្ញុំនិយាយនេះដើម្បីឲ្យបងប្អូនស្ដាប់ភូមិសាស្ត្របងប្អូនខ្លះអត់ស្គាល់ពីភូមិសាស្ត្រគេនិយាយមកខ្លាចអត់ដឹងចា៎បាទខ្ញុំដេញតាមលំដាប់ដោយបងប្អូនស្ដាប់ទៅដែលអត់ធ្លាប់ស្គាល់ភូមិសាស្ត្រដឹងចាមួយខែម្ដងប្រិមិត្តចាប់ពីជាប់សង្ងាំគឺលងវែងបានន័យថានៅដល់មានជ័យចេញពីដល់មានជ័យហ្នឹងទៅគឺចូលដល់ព្រះវិហារតាមបដោយតតព្រំដែនហ្នឹងគឺជាប់ជាមួយនឹងស្រុកជាំខ្សានហើយជោគជ័យផ្សានដែលចំណុចព្រំបន្ទល់ជាមួយសៀមហ្នឹងគឺដែលចាប់ដើមផ្ទុះអាដំបងកាលពីថ្ងៃទី7ចាដែលអាដំបងនោះគឺនៅភ្នំតងោលចាបាទចំណុចប្រគួតលេខ8ហ្នឹងដែលចំណុចដើមចំដែលផ្ទុះដំបងហ្នឹង
គឺនៅភ្នំតាំងោហ្នឹង ចា៎ បាទហើយចេញពីចំណុចភ្នំតាំងោចឹងមកអានឹងទិសខាងលិចប្រាសាទព្រះវិហារបានមុខមកតាសឹមចាក់ច្រែងភ្នំត្រប់7មករា5មករាចកាជេកត្បុកឃ្មុំអានឹងនៅជុំវិញនៃប្រាសាទព្រះវិហារ ចា៎ បាទបានចេញទៅខាងកើតទៅបានចូលដល់តថាវបាទតថាវនៅភ្នំខ្មោចជាំតែអូផ្កាស្រែបានឈានទៅដល់នៅអានសេះបាទអានសេះបានទៅបញ្ចប់ដល់មុំ3 ចា៎ នឹងគឺចំណុចខ្ញុំនិយាយនេះគឺចំណុចដែលលើខ្នងភ្នំដងរែក សុទ្ធតែចំណុចក្តៅទាំងអស់ ចំណុចក្តៅទាំងអស់ដែលខ្ញុំចំណុចនិយាយមិញនេះគឺជាចំណុចក្តៅទាំងអស់អញ្ចឹងជារួមមកជួចាប់ពីភ្នំតាំងោរហូតមកដល់មុំ3 មុំ3ចា៎ ផ្ទុះទាំងអស់បងប្អូនអត់មានកន្លែងណាមួយស្ងប់ទេឥឡូវនេះកំពុងតែខ្លាំងបំផុតហើយខ្ញុំនិយាយកំពុងតែនិយាយនេះខ្ញុំបានទទួលពីក្រុមការងារយើងប្រាប់មកឥឡូវចំណុចជើងភ្នំប្រាសាទព្រះវិហារកំពុងតែធ្ងន់ក៏ដាក់ចិត្តប្រភេទកំភ្លើងធំហើយនឹងដ្រូន ចា៎ បាទអញ្ចឹងកងទ័ពកម្ពុជារបស់យើងឥឡូវនេះគឺភ្លើងខៀវពីថ្នាក់ដឹកនាំហើយគឺប្រើប្រាស់នៅយុទ្ធសាស្ត្រការពារដែនដីពូរណភាពយើងឲ្យបានក្នុងតម្លៃណាក៏ដោយ ចា៎ អញ្ចឹងសភាវុធដែលយើងមានសម្រាប់ការពារជាតិរបស់យើងគឺប្រើប្រាស់ឲ្យមកនេះបាទប្រើប្រាស់ឲ្យមកនេះបាទកុំនិយាយពីរឿងតើអ្នកឯងចល័តតបចូលអូអ្នកឯងយកកំភ្លើងធំចូលមកនេះហើយគេលោកឯងយន្តហោះរំលោភលើដែនអធិបតេយ្យភាពខ្ញុំទម្លាក់គ្រាប់បែកលើដែនអធិបតេយ្យភាពខ្ញុំយ៉ាងពេញបន្ទុកឲ្យលើមកនិយាយពីរឿងបញ្ជូនកម្លាំងមិន សំខាន់ទៅគាស់យករូប BM21 ដែលពេលយើងធ្វើសម្ពយុទ្ធតាំងពីណាពីណីយកមកផ្សព្វផ្សាយពន្លើសថាយើងបានប្រើ BM21 ទាំងដែលមិនសមមិញហ្នឹងគឺអត់ទាន់មានប្រើទេចា៎ បាទអញ្ចឹងឥឡូវនេះខ្ញុំនិយាយនេះបងប្អូនសូមជ្រាបជាព័ត៌មានខ្ញុំគ្រាន់តែឲ្យបងប្អូនដឹងអំពីស្ថានភាពដែលកំពុងតែវិវត្តនៅព្រំដែនដែលកំពុងតែប្រយុទ្ធគ្នាម៉ោងនឹងពេលហ្នឹងប៉ុន្តែរឿងតួលេខតួអីណាបងប្អូនខ្ញុំអត់អាចនិយាយបានទេព្រោះតួលេខទាំងអស់នេះគឺគ្មានអីក្រៅពីខាងក្រសួងការពារជាតិទេ ចា៎ បាទប៉ុន្តែបើសម្រាប់ប្រជាពលរដ្ឋដែលកំពុងជន្លះចេញពីសមរភូមិចេញពីកន្លែងជួរមុខកន្លែងវាយប្រយុទ្ធគ្នា ចា៎ មកដល់ម៉ោងនេះគឺអត់មានតន់ស្រាកស្រានទេពលរដ្ឋរបស់យើងកំពុងតែចាក់ចេញបន្តបន្ទាប់អ្នកខ្លះអតិអតាអូពិបាកភ្នែកមើលដែរបង